ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនឹងខ្ញុំនឹងមកបង្ហាញពីរបៀបធ្វើនំបញ្ចុកទឹកប្រហុកដែលតែងតែល្បីនៅក្នុងខេត្តសៀមរាបនឹងចាគ្រឿងផ្សំរបស់យើងគឺមានម្ទេសខ្ទឹមហើយមួយមុខនេះគឺរៀងចុះខ្ទឹមសបន្តិចចាហើយយើងមានប្រហុកចាយើងក៏ច្រាំវាឲ្យម៉ត់បែបនេះទៅប្រហុកក៏យើងប្រើច្រើនដែរយើងប្រើវារៀងចាស់ក្លិនបន្តិចចឹងណាចាហើយតមកទៀតយើងមានក្រូចឆ្មាចាហើយនេះគឺជាបន្លែដែលយើងទុកញ៉ាំជាមួយនំបញ្ចុកទឹកប្រហុកហ្នឹងគឺយើងមានស្អំស្ពៃក្តោបតកួនសណ្តែកគួរចំពោះបន្លែបងប្អូនចូលចិត្តបន្លែអីដាក់បន្លែហ្នឹងណាពុកម៉ែបងប្អូនហើយនេះគឺជាត្រីដែងចាត្រីដែងហ្នឹងគឺត្រូវគ្នាមែនតើជាមួយទឹកបញ្ចុកនំប្រហុកហ្នឹងហើយនេះគឺនំបញ្ចុកចានំបញ្ចុកនេះខ្ញុំប្រើប្រហែលជា3គីឡូចាសមាជិកច្រើនរៀងនំច្រើនបន្តិចចាហើយនេះគឺខ្ទឹមម្ទេសដែលយើងបានបកហើយលាងស្អាតយើងចាប់ផ្ដើមយកវាមកលីងពុកម៉ែបងប្អូនលីងតតែខ្ទឹមនឹងឆ្អិនចាពេលណាដែលខ្ទឹមយើងឆ្អិនបានវាឈ្ងុយហើយចំពោះម្ទេសគឺតាមចំណង់ចំណូលចិត្តទេពុកម៉ែបងប្អូនចូលចិត្តហឹរក៏ដាក់ច្រើនចូលចិត្តអត់ហឹរក៏ដាក់តិចទៅតែចំពោះខ្ទឹមសគឺយើងតម្រូវឲ្យប្រើច្រើនហ្មងព្រោះខ្ទឹមពេលដែលលីងឆ្អិនទៅគឺវាផ្អែមហើយវានិយាយទៅវាត្រូវគ្នាជាមួយទឹកប្រហុកដឹងតែម្ដងហើយឥឡូវនេះខ្ទឹមរបស់យើងគឺបានលីងឆ្អិនហើយចាយើងយកវាឆ្អិនប៉ុណ្ណឹងពុកម៉ែបងប្អូននិយាយទៅមកឈ្ងុយហើយខ្ទឹមនឹងទន់ហើយបន្តមកទៀតយើងចាប់ផ្ដើមយកខ្ទឹមនឹងមកបុកតាំងក៏ពិតយើងបុកម្ទេសខ្ទឹមនឹងលាយជាមួយគ្នាតែម្ដងក៏បានដែរប៉ុន្តែខ្ញុំបែងចែកអញ្ចឹងដោយសារតែខ្ញុំធ្វើឲ្យកូនញ៉ាំដែរអញ្ចឹងកូនអត់ចេះហឹលអញ្ចឹងណាអញ្ចឹងខ្ទឹមនឹងខ្ញុំដាក់ផ្សេងហើយខ្ញុំដួសទឹកប្រហុកនឹងទុកមួយឡែកហើយបើខ្ញុំដាក់ម្ទេសចូលចាហើយម្ទេសដូចគ្នាយើងបុកវាឲ្យម៉ត់ទៅឥឡូវនេះម្ទេសរបស់យើងខ្ទឹមរបស់យើងគឺបានបុកម៉ត់ហើយយើងដួសវាដាក់មួយឡែកអញ្ចឹងណាហើយយើងចាប់ផ្ដើមយកប្រហុករបស់យើងហ្នឹងយកមកលីងឲ្យវាស្ងួតឬក៏ពុកម៉ែបងប្អូនអាចមានស្លឹកចេកមានអីចឹងណាខ្ចប់អាំងក៏បានដែរតែដោយសារខ្ញុំអត់មានកណ្ដាលលុយមួយញោមហើយក៏អត់មានស្លឹកចេកខ្ញុំចាប់ដើមយកវាមកលីងអញ្ចឹងតែម្ដងទៅអញ្ចឹងពេលដែលលីងដំបូងវារៀងឡើងទឹកជ្រាយតែលីងយូរស្ងួតអញ្ចឹងពុកម៉ែបងប្អូនលីងឲ្យវាស្ងួតណាលីងឲ្យទាស់តែស្ងួតចាំយើងចាប់ផ្ដើមដាក់ស្ករក្រហមចូលហើយចំពោះស្ករក្រហមដែរខ្ញុំប្រើមួយវែកបាយពុកម៉ែបងប្អូនប្រហុកខ្ញុំប្រើនឹងប្រហែលជាមួយខាំកន្លះចាប្រហែលជាមួយខាំកន្លះហើយខ្ញុំប្រើស្ករត្នោតរបស់យើងនឹងមួយវែកបាយបន្ទាប់ពីយើងកូរស្ករត្នោតជាមួយនឹងប្រហុកនឹងឲ្យវាឈ្ងុយហើយវាចូលល្បាយតែមួយហើយយើងចាប់ផ្ដើមដាក់ខ្ទឹមសដែលយើងបានលីងហើយនឹងបុកហើយហ្នឹងណាដាក់ចូលកូរឲ្យវាចូលល្បាយតែមួយដែរហើយបន្ទាប់មកទៀតយើងចាប់ផ្ដើមដាក់ទឹកពុកម៉ែបងប្អូនយើងដាក់ទឹកម្ដងបន្តិចអញ្ចឹងណាដើម្បីឲ្យវាងាយស្រួលកូរទៅអាប្រហុកនឹងទឹកវាឆាប់ចូលគ្នាហើយចំពោះទឹកខ្ញុំប្រើចំនួន1កែវដូចកែវដែលពុកម៉ែបងប្អូនបានឃើញអញ្ចឹងណាហើយបន្តមកទៀតយើងបង់ប៊ីចេងចំពោះប៊ីចេងគឺដាក់តាមចំណង់ចំណូលចិត្តពុកម៉ែបងប្អូនហើយឥឡូវនេះខ្ញុំបានដួសទុកសម្រាប់កូនហើយខ្ញុំចាប់ដើមដាក់ម្ទេសចូលតែម្ដងចាតែប៉ុណ្ណេះទៅគឺរួចជាការស្រេចហើយគ្រាន់តែយើងថែមទឹកក្រូចឆ្មាចាបន្តិចទៀតទៅគឺរួចហើយទឹកក្រូចឆ្មានេះដែរគឺខ្ញុំច្បាច់វាហើយនឹងខ្ញុំវាល់ប្រហែលជាចិត្ត1វែកចា1វែកសឡយើងហ្នឹងណាចិត្ត1វែកតែដល់1វែកទេណាប៉ុណ្ណឹងគឺជូរល្មមតែអត់ជូរដិតទេបើសិនជាពុកម៉ែបងប្អូនចូលចិត្តជូរដិតអាចដាក់ច្រើនជាងហ្នឹងចាឥឡូវយើងចាប់ផ្ដើមដាក់អាំងត្រីដែងបដាទៅហើយយើងឆ្លៀតពេលហ្នឹងទៅស្រុះបន្លែចាបន្លែគឺងាយទេពុកម៉ែបងប្អូនគ្រាន់តែដាំទឹកឲ្យពុះហើយស្រុះវាទៅមកឆ្អិនទៅចាហើយពុកម៉ែបងប្អូនចូលចិត្តបន្លែអីគឺដាក់ហ្នឹងទៅអាហ្នឹងយើងបន្លែយើងអាចញ៉ាំបានដូចទឹកគ្រឿងទឹកអីចឹងណាចូលចិត្តស្នៀតពោតចូលចិត្តលឹកបាសចូលចិត្តអីគឺដាក់តាមហ្នឹងតែខ្ញុំមានតែប្រហែលមុខហ្នឹងឯងពុកម៉ែបងប្អូនតែប្រហែលមុខដែលខ្ញុំមាននេះគឺសិតតែត្រូវគ្នាខ្លាំងជាមួយទឹកប្រហុកនៅមុខហ្នឹងចាឥឡូវនេះត្រីរបស់យើងក៏បានឆ្អិនបន្លែរបស់យើងក៏ស្រស់ហើយដែរទឹកប្រហុកនំបញ្ចុកបែបអ្នកសៀមរាបរបស់យើងសន្មតថារួចរាល់កុំភ្លេចរៀនធ្វើញ៉ាំទាំងអស់គ្នាពុកម៉ែបងប្អូនងាយស្រួលទេចាហើយទឹកប្រហុកនេះយើងអាចធ្វើទុកបានទៀតយើងធ្វើតែម្ដងចឹងទៅយើងទុកពេលណាដែលយើងចង់ញ៉ាំគ្រាន់តែស្រុះបន្លែហើយនឹងអាំងត្រីទៅរួចជាការស្រេចហើយអរគុណច្រើនបាយបាយ